Bàសួស្តីបងប្អូននេះត្រេនរបស់ខ្ញុំនៅថ្ងៃ12ខែ11 2025បងប្អូននេះស្លឹកចុងក្រោយដែលខ្ញុំផលិតបានព្រោះខ្ញុំត្រូវរៀបចំឲ្យវាស្លឹកចុងក្រោយត្រឹមប៉ុណ្ណឹងខ្ញុំឈប់ឲ្យវាលាស់ត្រួយហើយខ្ញុំឲ្យវាចេញផ្កាម្ដងឲ្យវារៀនផ្កាបងប្អូនព្រោះត្រេនខ្ញុំនេះអាយុ5ឆ្នាំហើយវាជិត5ឆ្នាំដល់ខែ12គឺអាយុ5ឆ្នាំហើយនេះត្រេនរបស់ខ្ញុំទាំងមូលគឺស្លឹកវាអញ្ចឹងទាំងអស់តែមកបានប៉ុណ្ណឹងវាមិនមែនឃើញមកវាប៉ុណ្ណឹងបងប្អូនយើងសិតតែរៀបចំវាបងប្អូនយើងរៀបចំវាឲ្យវាចេញស្លឹកមកបានស្អាតអញ្ចឹងដំបូងឡើយខ្ញុំរៀបចំវាតាំងពីខែ6មកបងប្អូនគឺធ្លាក់ទឹកភ្លៀងបានតែបន្តិចគឺខ្ញុំរៀបចំកាត់តែងមែកវាយកមកនេះដូចក្នុងវីដេអូអញ្ចឹងហ្នឹងមកដុំខែ6ពាក់កណ្ដាលខែបងប្អូនឆ្នាំហ្នឹងយើងធ្លាក់ទឹកភ្លៀងលឿនអញ្ចឹងប្រហែលជាពាក់កណ្ដាលខែ6ឆ្នាំ2025ខ្ញុំចាប់ផ្ដើមតែងមែកវាបើសិនជាត្រេនគេផ្សេងគេអត់តែងទេបងប្អូនបើត្រេនខ្ញុំតែងជាការខ្ញុំនេះព្រោះនេះត្រេនខ្ញុំខ្លួនឯងខ្ញុំកាត់តែងវាដូចឃើញក្នុងវីដេអូបងប្អូនតែងច្រើនខ្ញុំតែងវាទុកតែមែកណាផ្លែហើយមើលទៅវាលហ្មងវាលបើសម្រាប់គេអ្នកអត់តែងឃើញអញ្ចឹងគេអត់ចូលចិត្តប៉ុន្តែខ្ញុំចូលចិត្តឲ្យវាវាលអញ្ចឹងបងប្អូននេះដូចឃើញអញ្ចឹងក្នុងវីដេអូខ្ញុំតែងតាំងពីក្រោមមកអញ្ចឹងហើយខ្ញុំកាត់វាលមែនតើហ្មងបងប្អូនអានេះត្រួយវាពេលធ្លាក់ទឹកភ្លៀងវាចាប់ដើមបែកត្រួយមកត្រួយអាហ្នឹងខ្ញុំរាប់ពីហ្នឹងមកត្រួយទី1ខែ6ពាក់កណ្ដាលខែនេះខែ6និយាយទៅខ្ញុំបញ្ចប់វាខ្ទង់ខែ10គម្រោងខ្ញុំឲ្យវាលាស់នៅខ្ទង់ខែ10ហ្នឹងចាស់នៅខែ10ប៉ុន្តែដោយសារវាយឺតក្នុងការលូតលាស់បងប្អូនធ្វើខែភាសាវាយើងឆ្នាំនេះភ្លៀងអត់សូវមានថ្ងៃអញ្ចឹងវាយូរនឹងចាស់ហើយនឹងលាស់ម្ដងទៀតអញ្ចឹងវាយូរមែនតើហ្មងអញ្ចឹងខ្ញុំត្រូវប្រើពេលយូរមកបានឲ្យវាលាស់ដល់ត្រួយទី3ហើយនេះរបៀបដែលយើងកាត់តែងវាពេលមេឃអត់ទាន់យើងតែងអញ្ចឹងបងប្អូនត្រេនខ្ញុំគឺមេឃច្រើនអញ្ចឹងគេខ្លះគេຕົកតែខ្ញុំសម្រាប់ខ្ញុំបញ្ជាក់ទៀតតែខ្ញុំឯនេះបងប្អូនគិតថាវាអត់ល្អក៏កុំបាច់កាត់ទៅຕົកវាទៅបើសម្រាប់ខ្ញុំកាត់វាចោលការកាត់យើងគឺកាត់បែបហ្នឹងតែងវាតាមមេឃអញ្ចឹងឲ្យវាលូតវែងតិចទៅបងប្អូនអានេះបញ្ជាក់ទៀតគឺសម្រាប់តែខ្ញុំឯងបងប្អូនខ្ញុំអត់ឲ្យបងប្អូនកាត់ចឹងទេបងប្អូនណាអត់ស្រឡាញ់គឺយើងកុំបាច់កាត់បងប្អូនព្រោះអីយើងអ្នកខ្លះក៏ថាកាត់ទៅល្អអ្នកខ្លះក៏កាត់ថាកាត់អត់ល្អយើងអត់អាចបន្ទោសខាងណាបែបនេះនិយាយទៅតាមតែយើងចូលចិត្តប្រភេទណាយើងធ្វើតាមហ្នឹងទៅយើងធ្វើចេះវាគ្រាន់តែចំណាយពេលតិចបើយើងអត់កាត់វាអត់សូវចំណាយពេលអញ្ចឹងអត់ខ្ជះខ្ជាយមួយពេលកាត់មែកអញ្ចឹងតែបើខ្ញុំកាត់សម្រាប់ខ្ញុំបញ្ជាក់ទៀតព្រោះត្រេនខ្ញុំនេះទាំងដាំមកខ្ញុំកាត់មែករហូតកាត់វាលអញ្ចឹងរហូតខ្ញុំអត់ទុកមែកវាឲ្យច្រើនទេខ្ញុំអត់ចូលចិត្តមែកច្រើនណាមួយវាខ្យល់ហងតំបន់ខ្ញុំបើខ្ញុំទុកមែកច្រើនវាបញ្ហាដូចជាវាត្រេតដើមអីចឹងទៅព្រោះដើមខ្ញុំទាំងអស់អត់ទាន់មានចងខ្សែបងបាញ់អីទេអត់ទាំងអស់បានទល់ឈើតិចតួចនេះទិដ្ឋភាពបន្ទាប់ពីយើងកាត់ហើយកាត់ស្រស់តែម្ដងស្លឹកនៅស្រស់ញញឹមអាហ្នឹងយើងកាត់ដើម្បីត្រៀមយកឲ្យវាចេញផ្កានៅខែ12ចាំមើលវាបានដូចមាត់អត់ក្រោយវាត្រូវរៀងផ្លែតែហើយកុំឲ្យវាពិបាកឆ្នាំក្រោយតែបន្ទាប់ពីយើងកាត់ហើយយើងទទួលបានលទ្ធផលបែបនេះវាចាប់ដើមលាស់ត្រួយមកព្រោះពេលយើងកាត់វាធ្វើវាខ្វះស្លឹកយើងវាប្រឹងលាស់ត្រួយមកទៀតបងប្អូននេះយើងរាប់ថាត្រួយទី1ចុះត្រួយទី1ប៉ុន្តែខ្ញុំថតបានខ្លះបងប្អូនវារយៈពេលដែលវាលាស់មកដល់ខែនេះវា4-5 ខែហើយអញ្ចឹងខ្ញុំថតអត់បានច្រើនទេខ្ញុំថតបានប្រហែលវីដេអូទេតែនេះបន្ទាប់ពីខ្ញុំកាត់មែកហើយខ្ញុំបានថតវានេះត្រួយដែលវាលាស់បន្ទាប់ពីយើងកាត់មែកបើស្អីនេះ
ប្រហែលជា20ថ្ងៃជា25ថ្ងៃវាលាស់ឡើងប៉ុណ្នេះតាំងពីកាត់មែកហើយវីដេអូកាត់មែកហើយអត់តន់ហើយអស់ទៀតមានដើមខ្លះយើងអត់តន់កាត់ទេណាយើងអត់តន់តែងមែកនៅត្រុបត្រុលចឹងអានេះបើនេះតែងបានប៉ុណ្ណឹងឈប់ចោលឥឡូវនៅទាំងអស់កាត់បានក្របតិចតិចនេះយើងសិតតែយើងអត់តបានកាត់អីវាទេចាប់ដើមលាស់ដូចគ្នាដោយសារយើងបាច់ជីនេះជីសុខថាជីអីនេះពុទ្ធជីកប៉ុបងប្អូននេះកប៉ុមានជាតិកែមមានអេកូនេះចលេនេះមានកទៀងខែបមានស្មៅមានដីដបោកឃើញនេះដាក់តលាយអស់ចាប់ដល់ស៊ីរាយទៅនេះមកខ្វៅពេញដីគឺយើងប្រើជីចឹងបាទនេះបងប្អូនត្រួយយើងខ្សែទី2ហើយក៏ជាពេលដែលយើងត្រូវកាត់ស្មៅវាដែរស្មៅវាចាប់ផ្ដើមដោះវិញពេញចំការតែម្ដងណាត្រួយទី2យើងកាត់ហើយបន្ទាប់មកដល់ត្រួយទី3បានយើងសម្រាប់ថាជីយកវាជាត្រួយចុងក្រោយនេះបងប្អូនដូចឃើញហ្នឹងស្មៅយើងកាត់ហើយឥឡូវស្មៅដោះវិញពេញដដែលនេះដោយសារយើងអត់បានថតវាបន្តខ្ញុំអត់បានថតវាទេខ្ញុំថតត្រួយទី3យកមកត្រួយនេះខ្ញុំសម្រាប់ថាយកវាជាត្រួយចុងក្រោយហើយខ្ញុំថតនៅម្លងខ្ទង់ខែ10ពាក់ដែលខែ10ហ្នឹងបងប្អូនពាក់កណ្ដាលខែ10សួស្ដីនេះបងប្អូនត្រួយចាប់ក្រោយចាប់ដើមរលើបរលោងនេះអានេះយើងបាជីខ្ញុំសាកបាយ824អានេះយើងប្រាប់ត្រង់ហ្មងខ្ញុំទំសាកមកពីមុនមកខ្ញុំប្រើតែជីកប៉ុសសុតព្រោះខ្ញុំធ្វើខ្លួនឯងអញ្ចឹងខ្ញុំអត់អាចធ្វើជី824នេះបានខ្ញុំអត់ចេះធ្វើព្រោះតែធ្វើឲ្យល្អលាស់បានស្អាតអាហ្នឹងធ្វើបាននេះចូលឆ្នាំទី5ណាដាច់ខែ12ឆ្នាំទី5ហ្នឹងហើយពីមុនមកខ្ញុំប្រើតែកប៉ុសសុតកប៉ុសឲ្យជីទឹកឥឡូវនេះចាប់ដើមហើយស្លឹកស្អាតព្រោះស្លឹកនេះត្រួយនេះខ្ញុំយក3សាខ្ញុំធ្វើឡើងស្អាតហើយជាមួយខ្ញុំធ្វើវីដេអូពេញដែលខ្ញុំតាំងពីខែ7ខែ8ខ្ញុំកាត់មែករហូតដល់ខ្ញុំធ្វើត្រួយបានប៉ុណ្ណឹងនេះអនុទំទៀតមើលអត់មានស្លឹកណាដែលថាស្បើយមួយគឺស្លឹកវាពេញទាំងអស់នៅយើងត្រៀមតែអត់មើលផ្កាវាទេយើងចាប់ផ្ដើមស្អែកកាត់ស្មៅស្អែកក៏ស្អែកមួយយើងចូលកាត់ហើយកាត់2ថ្ងៃ3ថ្ងៃហើយគ្នាដាក់គ្នាមកបុកកាត់ឲ្យហើយយើងព្រោះយើងមើលតាមស្ថានភាព